សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះអ្នកនរគ្នានឹងបានសិក្សានៅពាក្យមួយចំនួនដែលយើងនិយាយអំពីមុខវិជ្ជាដែលយើងសិក្សានៅសាលាចំណេះទូទៅបាទឥឡូវយើងចូលទៅមុខវិជ្ជាទី1គឺយើងនិយាយអំពីគណិតវិទ្យាបាទគណិតវិទ្យាគឺយើងអាចប្រើពាក្យ3ទី1គឺយើងអាចប្រើពាក្យពេញតែម្ដងគឺគេអានថា mathematics ប្រែថាគណិតវិទ្យាឬក៏គេអាចសរសេរកាត់ប្រើពាក្យ maths ប៉ុន្តែមាន s បាទហ្នឹងគឺ British English ឬក៏យើងអាចប្រើពាក្យ math ទៅទេគឺជាភាសាអង់គ្លេសអាមេរិក American English អញ្ចឹងទាំង3ហ្នឹងគឺប្រែថាគណិតវិទ្យាបាទភាសាខ្មែរឬក៏យើងនិយាយថាអក្សរសាស្ត្រខ្មែរបាទគឺយើងប្រើពាក្យខ្មែរ literature ឬក៏ពាក្យថាខ្មែរបាទនៅក្នុងភាសានៅក្នុងតារាងកាលវិភាគនៅក្នុងសាលាចំណេះទូទៅយើងជាធម្មតាយើងប្រើពាក្យខ្មែរបាទមួយទៀតគឺភាសាបរទេសបាទនៅក្នុងមុខវិជ្ជាសិក្សានៅក្នុងសាលាចំណេះទូទៅជាទូទៅគឺយើងប្រើពាក្យ English បាទដោយសារតែភាគច្រើនគឺយើងប្រើភាសាអង់គ្លេសបាទគឺយើងសិក្សាភាសាអង់គ្លេសប៉ុន្តែនៅមានសាលាមួយចំនួនគេប្រើភាសាបារាំងដែរអញ្ចឹងជាទូទៅបើផ្លូវការតែម្ដងគេក្នុងការភាគគេដាក់អក្សរ L មានន័យថា languages អញ្ចឹងយើងអាចប្រើពាក្យ languages ប៉ុន្តែបើសិនជានៅក្នុងសាលាអ្នកនរគ្នាសិក្សាតែភាសាអង់គ្លេសគឺជួនកាលគេសេ English ឬក៏គេប្រើពាក្យខ្មែរយើងគេសេអង់គ្លេសតែម្ដងហើយបើសិនជាសាលាយើងសេរៀនភាសាបារាំងគឺគេសេ French បាទហើយបើភាសាអីផ្សេងគឺគេសេទៅតាមហ្នឹងទៅប៉ុន្តែជាទូទៅគេប្រើពាក្យ languages វាទៀតគឺវិទ្យាសាស្ត្រមុខវិជ្ជាវិទ្យាសាស្ត្រគឺ science ហើយនៅក្នុងមុខវិទ្យាសាស្ត្រហ្នឹងវាមានមុខវិជ្ជាផ្សេងទៀតនៅពេលដែលយើងឡើងទៅថ្នាក់ចាប់ពីថ្នាក់ទី7ទៅគឺគេបែងចែកអញ្ចឹងមានដូចជាពាក្យថារូបវិទ្យាយើងប្រើពាក្យ physics គីមីវិទ្យាគេអានថា chemistry ជីវវិទ្យាយើងអានថា biology អូខេផែនដីវិទ្យាគឺគេប្រើពាក្យថា earth science ឬក៏ space science ប៉ុន្តែនៅសប្តាហ៍ថ្ងៃយើងប្រើពាក្យ earth ព្រោះឯនៅពេលដែលគេសរសេរការភាគគេសរសេរអក្សរ អឺអញ្ចឹងសំដៅទៅលើផែនដីវិទ្យាសង្គមវិទ្យាសិក្សាសង្គមសិក្សាសង្គមគឺ social studies បាទហើយនៅក្នុងមុខវិជ្ជាសិក្សាសង្គមហ្នឹងក៏មានមុខវិជ្ជាផ្សេងនៅក្នុងហ្នឹងដែរប៉ុន្តែដល់ពេលយើងឡើងទៅរៀងខ្ពស់តិចក៏គេបែងចែកដូចគ្នាស្តៀងទៅនឹងមុខវិជ្ជាវិទ្យាសាស្ត្រដែរគឺយើងមានពាក្យមានមុខវិជ្ជាប្រវត្តិគឺ history បាទហើយនៅមានភូមិវិទ្យា geography សិលធម៌ពលរដ្ឋវិទ្យាបាទពាក្យនេះខ្ញុំមិនដឹងថាគេប្រើត្រូវឬក៏អត់ទេខ្ញុំអត់ច្បាស់ដែរគឺយើងប្រើពាក្យទៅតាមពាក្យខ្មែររបស់យើងសិលធម៌អញ្ចឹងយើងប្រើពាក្យ morality ប៉ុន្តែអាពលរដ្ឋវិទ្យាហ្នឹងដឹងមិនទេហើយពាក្យហ្នឹងគេផ្គុំគ្នាខ្ញុំមិនដឹងថាវាច្បាស់ជាប្រើពាក្យហ្នឹងអត់ទេប៉ុន្តែនៅក្នុងការភាគជាទូទៅយើងប្រើពាក្យយើងវាយអក្សរ MO នៅក្នុងការភាគពេលគេសេអក្សរកាត់គឺវាមកពាក្យថា morality ហៅថាសិលធម៌ប៉ុន្តែខ្ញុំធ្លាប់ឆែកឃើញមានមុខវិជ្ជាមួយគេដាក់ថា citizenship តែថាពលរដ្ឋដែរអញ្ចឹងអានេះខ្ញុំយកទៅតាមខ្មែរការភាគខ្មែររបស់យើងប្រើពាក្យ morality ហើយបច្ចេកវិទ្យាព័ត៌មានគឺ IT វាមកពាក្យថា information technology សិល្បៈគឺយើងប្រើពាក្យ arts ប៉ុន្តែនៅក្នុងសាលាស្រុកគេ art គឺគេសំដៅទៅលើការគូរមិនសំដៅទៅលើការគូរប៉ុន្តែភាគច្រើននៅពេលគេប្រើរូបតំណាងគេប្រើរូបការគូរវិញបាទជាង art វាពាក់ព័ន្ធទៅនឹងច្រើនមានគូររូបមានធ្វើអីផ្សេងដែលពាក់ព័ន្ធជាមួយនឹងសិល្បៈខ្មែរយើងភាគច្រើនយើងរៀនពីវប្បធម៌និយាយអំពីរបាំនិយាយអំពីឧបករណ៍ភ្លេងអញ្ចឹងទៅសិល្បៈកីឡាគឺយើងប្រើពាក្យ sports សូម្បីតាយើងហាត់រត់យើងហាត់លោតកម្ពស់ហាត់អីក៏យើងប្រើពាក្យ sports ប៉ុន្តែតាមពិតកាលពីមុនគេមានពាក្យមួយដែរគឺកាយសិក្សាការខ្ញុំនៅរៀនក្មេងៗគេប្រើពាក្យកាយសិក្សាហើយកាយសិក្សានេះគឺវាខុសពីកីឡាខុសពីកីឡាអញ្ចឹងកាយសិក្សាគឺ physical education អញ្ចឹងនៅបរទេសគេមានបែងចែកកាយសិក្សាផ្សេងកីឡាផ្សេងប៉ុន្តែខ្មែរយើងនៅក្នុងការភាគគឺភាគច្រើនគេដាក់អក្សរ sport ឬក៏គេដាក់កីឡាអញ្ចឹងមកប៉ុន្តែជាក់ស្ដែងគឺយើងហាត់កាយសិក្សាក៏មានយើងហាត់កីឡាក៏មានដែរអញ្ចឹងតាមពិតមុខវិជ្ជាគេចែកដាច់គឺ sports មានដូចជា football
basketball volleyball អីចឹងណាហើយដល់ពេលកាយសិក្សាវាមានរត់មានលោតកម្ពស់មានឡើងខ្សែពួរទៅបើសិនជាអ្នកដែលរៀនជំនាន់មុនគឺដឹងកាយសិក្សាមានរត់ប្រណាំងគ្នាមានលោតចម្ងាយលោតកម្ពស់តាក់ទងនឹងអតពលកម្មណាបាទអញ្ចឹងគេតាក់ទងការវឹកហាត់រាងកាយហ្នឹងគេឲ្យឈ្មោះថា physical education បាទមួយទៀតគឺចិត្តវិទ្យាយើងរៀនខ្ពស់តិចពីមុនដូចជាមានបាទនៅក្នុងសាលាគ្រូអក្សរគេមានរៀនចិត្តវិទ្យាគឺ psychology អក្សរផ្ចង់បាទឥឡូវអត់មានទេពីមុនកាលខ្ញុំនៅរៀនថ្នាក់ទាបគឺមានមករៀនអក្សរផ្ចង់គឺគេរៀនសរសេរអក្សរហ្នឹងឲ្យស្អាតមានក្បាច់មានអីចឹងអក្សរផ្ចង់ថ្នាក់អក្សរផ្ចង់គឺ calligraphy calligraphy ហ្នឹងគឺការសរសេរអក្សរផ្ចង់គឺនិយាយទៅបើស្រុកគេរៀនសរសេរឲ្យស្អាតគេមានរបៀបសរសេរគេហើយសេដ្ឋកិច្ចបាទមុខវិជ្ជាសេដ្ឋកិច្ចគឺ economics កសិកម្ម agriculture បាទតន្ត្រីគឺ music សាលាយើងចំណេះទូទៅធម្មតាប្រហែលជាអត់មានទេអាចមាននៅឯកជនឬក៏នៅសាកលវិទ្យាល័យគឺវាអាចមានសាលាហ្នឹងមានមុខវិជ្ជាហ្នឹងមានរបាំឬក៏រៀនរាំហ្នឹងគឺ dance សម្ដែងបាទនៅខ្មែរយើងរៀនសម្ដែងប្រហែលជាអាចនៅសាកលវិទ្យាល័យវិចិត្រសិល្បៈខ្ញុំមិនដឹងដែរប៉ុន្តែនៅស្រុកគេមានថ្នាក់ drama ហ្នឹងគឺគេហាត់សម្ដែងតាក់ទងទៅនឹងរឿងបុរាណដូចជា Romeo and Juliet អីចឹងគឺគេរៀនសិស្សឲ្យសម្ដែងបាទអញ្ចឹងនេះគឺជាមុខវិជ្ជាត្រួសដែលខ្ញុំជ្រើសរើសឡើងពីក្នុងការវិភាគនៅរៀនថ្នាក់ចំណេះទូទៅរបស់យើងសង្ឃឹមថាអ្នកនរគ្នានឹងបានចេះហើយយើងជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយចុច Subscribe ទៅលើ Channel របស់ខ្ញុំផង